សមត្ថកិច្ចចាប់បរិសម្នាក់ដែលបង្កើត account Facebook Page คล้ายៗដើម្បីបោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាងនៅពេលដែលទទួលលុយកក់ហើយបានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះក្នុងនោះមានជនបរទេសផងដែរដែលជាជនរងគ្រោះការខត់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិជនសង្ស័យដែលកម្លាំងជំនាញខត់ខ្លួននោះឈ្មោះកឹមរដ្ឋាអាយុ37ឆ្នាំមានទីលំនៅនៅភូមិខ្នាតខាងជើងឃុំបឹងតែងខាងជើងស្រុកសំរោងខេត្តតាកែវជនល្មើសរូបនេះបង្កើត Facebook Page ជាច្រើនដើម្បីបោកប្រាស់ប្រជាពលរដ្ឋក្នុងនោះមានភ្ញៀវបរទេសផងដែរនិងបានបង្កើត Facebook Page និង account คล้ายៗជាច្រើនទៀតព្រមទាំងបណ្ដាញ Telegram ដើម្បីឆបោកលុយពីជនបរទេសនិងប្រជាពលរដ្ឋខ្មែរសូត្រង់ជាច្រើនករណីក្រោយពីជំនាញសាកសួរជនល្មើសរូបនេះបានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានធ្វើការឆបោកលុយពីជនជាតិខ្មែរនិងជនជាតិបរទេសជាច្រើនករណីតាមបណ្ដាញសង្គម Facebook ពិតប្រាកដមែននៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ដូច្នេះសូមជម្រាបជូនប្រជាពលរដ្ឋទាំងអស់ដែលជាជនរងគ្រោះពីការឆបោកលុយរបស់ឈ្មោះកឹមរដ្ឋាអាចទំនាក់ទំនងមកដាក់ពាក្យបណ្ដឹងបន្ថែមបាននៅការិយាល័យនីតិវិធីនៃនាយកដ្ឋាននគរបាលទេសចរអគ្គស្នងការដ្ឋាននគរបាលជាតិនៅរៀងរាល់ម៉ោងធ្វើការសម្រាប់ជនសង្ស័យឈ្មោះកឹមរដ្ឋាត្រូវបានកងកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនីតិវិធីខ្ញុំបាទច័ន្ទសេរីពីទីក្រុងប៉ារីសនៃប្រទេសបារាំង